បងឃើញក្បាលវីដេអូខ្ញុំកាន់កន្ត្រកផ្កាទាំងពីរនាក់ទីច្រឡំថាខ្ញុំទៅហែចំនួនអីទៅមែនទេណាបងតាមពិតទៅថ្ងៃនេះគឺជាថ្ងៃសេរីសួស្តីរបស់អតិជនដែលគាត់ឡើងគេអាឋានថ្មីនៅក្នុងគម្រោង ML Thera ដែលគាត់បានជ្រើសរើសប្រភេទផ្ទះ Villa Queen ដែលជាប្រភេទផ្ទះធំជាងគេនៅក្នុងគម្រោងតែម្ដងអញ្ចឹងពួកខ្ញុំមានជាកន្ត្រកផ្កាដើម្បីជូនទៅបងប្រុសបងស្រីដែលជាម្ចាស់គេអាឋានថ្មីហើយនៅក្នុងថ្ងៃសេរីសួស្តីថ្ងៃពិសេសរបស់អតិជនក៏សូមជូនពរបងប្រុសបងស្រីឡើងគេអាឋានថ្មីមានសេរីសួស្តីរកទទួលទានមានបានមានសុខភាពល្អកាន់តែមានសុភមង្គលក្នុងក្រុមគ្រួសារជាមួយនឹងគេអាឋានថ្មីបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល